មេ25ជានរណាដែលអតីតអង្គការលេងចនាបានប្រាក់ជិត$100 លានដើម្បីធ្វើអំពើឆបោកពេញផ្ទៃប្រទេសអង្គការសិទ្ធិមនុស្សអន្តរជាតិរួមគ្នាអំពាវនាវឲ្យដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់ថៃនិងវៀតណាមបដិញ្ញាពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនដល់$25,000 លានសហរដ្ឋអាមេរិកមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកកកកុម្ភាជាប់ពន្ធនាគារគ្រប់កាលកំណត់6ឆ្នាំពេញព្រោះមិនព្រមសុំទោសឲ្យបានចេញមុនក្រុមព័ត៌មានសម្ងាត់អង់គ្លេសរកឃើញថាទាហានរុស្ស៊ីស្លាប់នៅអ៊ុយក្រែនមានចំនួនជិតកន្លះលាននាក់អាមេរិកគម្រាមកំទេចអូម៉ង់បើអត់ព្រមតាមលោកតាក់ទងនឹងរឿងបើកច្រកហូមូសអាមេរិកនិងអ៊ីរ៉ង់ព្រមព្រៀងឈប់បាញ់គ្នាបន្ថែមអាមេរិកនិងអ៊ីរ៉ង់នឹងព្រមព្រៀងឈប់បាញ់គ្នាថែម60ថ្ងៃទៀតដើម្បីបន្តការចរចានិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនឃើញហើយព័ត៌មានសន្ធឹកណាស់ក៏ប៉ុន្តែចាប់ផ្ដើមពីព័ត៌មានទី1គឺរឿងព្រឹត្តិការណ៍ដាស់ស្មារតីជាតិដែលឃើញព្រឹត្តិការណ៍នេះគឺប្រព្រឹត្តឡើងទៅយ៉ាងកក្រឹកកក្រែងពេញផ្ទៃស្រុកខ្មែរហើយគឺនៅ Start Olympic នៅអីហ្នឹងគឺហាត់សមហាត់អីហ្នឹងគឺនិស្សិតប្រហែលថ្ងៃនេះអត់បានរៀនអត់បានសូត្រអីទេបងប្អូនគឺរវល់មមាញឹកជាកិច្ចចាប់ផ្ដើមខ្ញុំពិតជាស្កោតសរសើរថ្នាក់ដឹកនាំរបស់ក្រមសម្ព័ន្ធយុវជនកម្ពុជានេះណាព្រោះអីក្រមនេះគឺដឹកនាំដោយលោកហ៊ុនម៉ាណីគឺមានងារជាឬក៏មានឋានៈជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតួនាទីមុខងារសាធារណៈនេះគឺជាតួនាទីធំខ្ពង់ខ្ពស់ណាស់សម្រាប់ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោកមានភារកិច្ចច្រើនណាស់រវល់នៅក្នុងក្រសួងមន្ទីរហ្នឹងគឺរាប់មិនអស់ហងព្រោះអីមុខងារសាធារណៈគឺគិតគូរពីការបើកប្រាក់បៀវត្សដល់មន្ត្រីរាជការទាហានប៉ូលីសតើបើកប្រាក់បៀវត្សយ៉ាងម៉េចឲ្យបានសមរម្យតើត្រូវដោះស្រាយបញ្ហាប្រាក់ឬក៏ជួលឬបុគ្គលិកសម្រាប់ធ្វើបម្រើការជាមន្ត្រីរាជការរដ្ឋការអីគឺការងារហ្នឹងគឺរវល់ណាស់និយាយទៅគឺបើយើងគិតពីទូនីតិរដ្ឋមន្ត្រីមួយគឺរវល់រកតែពេលទទួលទានអាហារឲ្យត្រង់មាត់ក៏តែមិនបានផងក៏ប៉ុន្តែលោកហ៊ុនម៉ាណីគឺជាមនុស្សឧស្សាហ៍ណាស់បើយើងមើលឃើញគាត់ដូចរវល់គ្រប់រឿងដែរជាពិសេសគាត់ជាប្រធានសមាគមយុវជនរបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគឺបណ្ដាញសម្ព័ន្ធយុវជននេះគឺគាត់ធ្វើកិច្ចការរៀបចំព្រឹត្តិការណ៍ច្រើនណាស់ព្រឹត្តិការណ៍ស្អីក៏ដោយឲ្យតែកក្រើបមានព្យុហយាត្រាធម្មយាត្រាប្រមូលផ្ដុំគ្នាដើម្បីទៅ Start Olympic គាំទ្រកីឡាបាល់ទាត់បាល់ស្អីអីអញ្ចឹងតាក់ទងនឹងការធ្វើអន្សមយក្សចបៃយក្សឬក៏លះហាលឬក៏កម្មាឬក៏កម្មវិធីអីធំហ្នឹងគឺជាកិច្ចការរបស់លោកហ៊ុនម៉ាណីដែរអញ្ចឹងគាត់ធ្វើកិច្ចការងារនេះច្រើនមែនតើហើយចុងក្រោយនេះគឺយើងឃើញព្រឹត្តិការណ៍មួយដែលរៀបចំយ៉ាងកក្រឹកកក្រែងដែលមើលទៅគឺប្រទេសកម្ពុជាគឺធ្វើបានគឺខ្មែរពិតជាធ្វើបានមែនគឺកែនប្រជាពលរដ្ឋឬក៏និស្សិតឬក៏បញ្ញវន្តឬសិស្សអីហ្នឹងគឺចូលទៅហាត់សមរាប់ថ្ងៃហាត់សមដើម្បីយំខ្សឹកខ្សួលសម្ដែងឲ្យស័ក្តិសមទៅនឹងការឈឺចាប់នៃការបាត់បង់ដែនអធិបតេយ្យរបស់កម្ពុជាទៅប្រទេសជិតខាងហើយឲ្យខ្មែរយើងនឹងគឺដាស់ស្មារតីជាតិយើងឲ្យចងចាំខ្ញុំថានេះគឺជាការដែលធ្វើដើម្បីដាស់សតិបញ្ញាឬក៏ស្មារតីរបស់ខ្មែរយើងគ្រប់គ្នាឲ្យភ្ញាក់រលឹកគឺជារឿងត្រឹមត្រូវគឺជារឿងគួរឲ្យកោតសរសើរថ្នាក់ដឹកនាំគណៈបកសង្គ្រោះគណៈបកប្រជាជនកម្ពុជានិងលោកហ៊ុនម៉ាណីដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងនាមជារដ្ឋមន្ត្រីផងមកកាន់ការងារជាក្រមយុវជនគណៈបកប្រជាជនកម្ពុជាហ្នឹងឯងមិនដឹងតើការងារហ្នឹងវាមានទំនាស់ផលប្រយោជន៍យ៉ាងម៉េចទេព្រោះលោកដូចថាសក់មួយជំរាកហ្នឹងគឺជ្រៀកទៅជា100សរសៃទៀតណាគឺដើមមេដាដៃ100ដែរបើយើងមើលទៅគឺលោកខំប្រឹងមែនតើក៏ប៉ុន្តែការដែលខំប្រឹងនេះមានរូបភាពពីរទី1ថាតើកម្ពុជាយើងពិតជាមនុស្សម្នាក់ត្រូវធ្វើការដៃ100អញ្ចឹងហើយត្រូវតែប្រឹងគ្រប់មុខគ្រប់កន្លែងអញ្ចឹងឬក៏យ៉ាងដូចម្ដេចឬក៏មិនចំណាយពេលវេលាឲ្យលោកដូចថាខំប្រឹងយកពេលវេលាទៅធ្វើកិច្ចការងារមុខងារសាធារណៈហ្នឹងឲ្យបានគត់មុតទៅត្រូវតែរវល់មកធ្វើកិច្ចការងារនឹង100ជំពូកដែលខុសពីកិច្ចការងារមុខងារសាធារណៈហ្នឹង
តើនឹងអស់ថាមពលនឹងអស់ថវិកាឬក៏អស់ពេលវេលាអីយ៉ាងម៉េចទៀតទៅតើការងារហ្នឹងមានប្រសិទ្ធភាពល្អដែរឬយ៉ាងណាព្រោះធម្មតាយើងដឹងហើយខ្មែរយើងថាបើគ្នាច្រើនការងារស្រាលក៏ប៉ុន្តែបើគ្នាច្រើនពេលខ្លះក៏មិនសមខ្លោចដែរឬក៏ធ្វើការងារចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណាបានន័យថាធ្វើនេះមកចប់នោះមកចប់អត់មានរឿងអីជាដឹងដុំកំភួនដើម្បីឲ្យបានផលទេវាអាចប៉ះពាល់ដល់ការងារដែលមិនបានល្អឬក៏យ៉ាងណាដែរទី2នៅពេលដែលធ្វើរឿងព្រឹត្តិការណ៍អីសពបែបយ៉ាងនេះតើព្រឹត្តិការណ៍ទាំងអស់នេះគឺជាព្រឹត្តិការណ៍ដើម្បីដាស់ស្មារតីជាតិជាព្រឹត្តិការណ៍ដើម្បីជាតិឬក៏ជាព្រឹត្តិការណ៍ដើម្បីគ្រាន់តែពង្រឹងស្មារតីគណៈបកប្រជាជនកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋនឹងនាំគ្នាវិលវក់នឹងព្រឹត្តិការណ៍ថ្មីដែលបង្កើតឡើងដើម្បីពង្វក់ព្រឹត្តិការណ៍ចាស់បន្លប់វាទៅដើម្បីកុំឲ្យប្រជាពលរដ្ឋនៅចងចាំនឹងអាព្រឹត្តិការណ៍ថៃយកដីខ្មែរនឹងច្រើនពេកទៅអញ្ចឹងបំពាក់ស្មារតីប្រជាពលរដ្ឋឲ្យនឹកឃើញអំពីការឈឺចាប់ទៅវិញជាជាងការដែលនាំគ្នារករឿងរដ្ឋាភិបាលហេតុអីបានអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអញ្ចឹងព្រឹត្តិការណ៍នេះគឺជាការដាស់ស្មារតីភ្ញាក់រលឹកមែនក៏ប៉ុន្តែភ្ញាក់រលឹកហាក់បីដូចជាឲ្យយើងនឹងគិតបំភ្លេចអំពីចំណុចខ្សោយរបស់រដ្ឋាភិបាលបំភ្លេចអំពីការបែកបាក់ជាតិបំភ្លេចអំពីអ្វីដែលជារបៀបដឹកនាំរដ្ឋនឹងដែលមិនបានផលល្អដែលធ្វើឲ្យទាហានយើងខ្សោយធ្វើឲ្យជាតិយើងខ្សោយធ្វើឲ្យដីយើងបាត់ទៅថៃដោយមិនអាចការពារបានដោយសារតែយើងបែកបាក់គ្នាផ្ទុយទៅវិញយកអាវិធីហ្នឹងមកស្ដារស្មារតីយើងឡើងវិញដើម្បីឲ្យយើងដឹងថាខ្មែរយើងត្រូវតែរួបរวมសាមគ្គីគ្នាតែអ្នកណាដែលជាអ្នកចាប់ផ្ដើមឲ្យខ្មែរយើងបែកបាក់សាមគ្គីពីដើមទីណាឥឡូវខ្ញុំឲ្យឧទាហរណ៍ខ្លីមួយផ្ទះស្បូវនៅរស់សុខសាន្តស្រាប់តែយើងនាំគ្នាបបួលកូនលេងជគូសពេញផ្ទះដោះនាំគ្នាលេងអាជគូសនឹងបោះទៅបោះមកបោះទៅបោះមកអញ្ចឹងទៅហើយផ្ទះស្បូវប្រើជាគៀងប្រេងកាតទៀតហើយទៅលេងជគូសទៀតតើយើងដែលជាម៉ែឪហ្នឹងប្រាប់កូនឲ្យលេងជគូសនេះយើងដឹងទេថាយថាហេតុថាថ្ងៃណាមួយផ្ទះយើងនឹងឆេះបើផ្ទះយើងមិនឆេះក៏យើងឡៃតែរវល់លេងជគូសក៏គេចិត្តខាងក៏មកឬលបងយើងឬក៏ចូលទន្ទ្រានឈ្លានពានឬក៏ធ្វើអីមួយតាក់ទងនឹងក្រុមគ្រួសារយើងអត់មានកម្លាំងពលំមាំមួនដើម្បីផ្ចង់នឹងទប់ទល់គេពីខាងក្រៅព្រោះយើងរវល់ពុលក្ដួចនឹងលេងអាលបែងជគូសនៅក្នុងផ្ទះទៅហើយយើងត្រូវដឹងថាអ្នកនៅផ្ទះស្បូវកុំលើកសូវលេងជគូសតែលេងជគូសគឺវាឆេះក៏ប៉ុន្តែនៅពេលដែលបបួលកូនបបួលចៅលេងជគូសទាំងម៉ែទាំងឪចឹងទាំងអស់គ្នាស្រាប់តែថ្ងៃមួយផ្ទះឆេះថ្គោលហើយទៅស្រាប់ផ្ដើមធ្វើព្រឹត្តិការណ៍មួយដើម្បីដាស់ស្មារតីឲ្យស្រឡាញ់គ្រួសារឲ្យស្រឡាញ់ធ្វើយ៉ាងម៉េចទប់ការពារកុំឲ្យផ្ទះឆេះរឿងនេះបើយើងគិតឲ្យមែនតានទៅគឺវាអត់មែនជារឿងខុសឆ្គងទេព្រោះអីយើងត្រូវដាស់ស្មារតីយើងថាណាការលេងជគូសហ្នឹងវាលលាកដៃណាអត់ត្រូវទេយើងត្រូវរៀនសូត្រពីបទពិសោធន៍ហ្នឹងយើងមិនគួរណាធ្វេសប្រហែសទេឥឡូវឃើញនៅផ្ទះក៏ឆេះអស់ដីក៏គ្មាននៅឬក៏អីអញ្ចឹងទៅតែយើងត្រូវតែពង្រឹងស្មារតីរបស់យើងដើម្បីនាំគ្នាទប់ការពារដែលអធិបតេយ្យឲ្យឈឺចាប់នឹងអំពើដែលអ្នកជិតខាងមកយកដីយើងនិងយើងឆេះផ្ទះខ្លួនឯងនេះរឿងនេះគឺជាយុទ្ធសាស្ត្រគេហៅថាគោរួចបានធ្វើលបងដល់ថ្ងៃប្រឡងបានខំស្វាត់ជាយរៀនណាហើយមួយទៀតគឺយើងបង្កើតប្រកាត់ភ្លើងខ្លួនឯងនៅក្នុងផ្ទះលេងជគូសឲ្យឆេះអស់ដល់ចុងក្រោយគឺយើងធ្វើជាមេដាបៃតាដ៏គួរឲ្យកក់ក្ដៅសម្រាប់កូនកុលបុត្រកុលធីតាដាស់ស្មារតីថាយើងនាំគ្នាកសាងការពារសាមគ្គីគ្នាខ្ញុំថាបើធ្វើបែបនេះក្នុងនាមជាឪពុកម្ដាយខ្ញុំជាឪពុកម្ដាយដែរមិនខុសឆ្គងទេនៅពេលដែលយើងដឹងកំហុសហើយដាស់ស្មារតីគ្នាឯងបញ្ញាក់ស្មារតីថាណែឈប់លេងជគូសតទៅទៀតដោយសារតែការលេងជគូសនឹងធ្វើឲ្យយើងឡៃរវល់ពុលក្ដួចយើងអត់បានរកពេលរកទទួលទានដើម្បីផ្គត់ផ្គង់គ្រួសារដើម្បីអីទេហើយដល់ពេលលេងជគូសចុះឡើងឆ្លោះគ្នាវាយគ្នាបោចសក់បោចអីឥឡូវហ្នឹងវារៀលដាល់ឆេះដល់ផ្ទះឥឡូវគេអ្នកចិត្តខាងគេមើងងាយគេអីយើងអត់អាចការពារផ្ទះអត់អាចការពារក្រុមសុខគ្រួសារអត់អាចការពារកិត្តិយសអីបានយើងត្រូវពង្រឹងស្មារតីយើងឡើងវិញកំហុសខុសឆ្គងទាំងអស់ដែលកើតឡើងមកហ្នឹងគឺដោយសារអាណាព្យាបាលកជើធ្លុះឬក៏អត់
ត់មានមួយយាតត្រឹមត្រូវវាធ្វើឲ្យកូននឹងផ្ទះសម្បែងឆេះខ្ទេចខ្ទីអស់ប៉ុន្តែស្ដារពីពេលហ្នឹងទៅគឺយើងត្រូវរៀនពីបទពិសោធន៍ហ្នឹងអត់ខុសឆ្គងអីទេបើយើងដឹងកំហុសហ្នឹងកំប៉ុន្តែបញ្ហាអ្វីដែលកម្ពុជាកំពុងតែធ្វើនេះតកតងនឹងស្មារតីការដាស់ស្មារតីនេះខ្ញុំអានខ្លឹមសារបន្តិចព្រោះអីកម្មវិធីដាស់ស្មារតីរបស់លោកហ៊ុនម៉ាណីនេះគឺយើងគាត់ប្រើឃ្លាមួយគាត់ថាយើងត្រូវចងចាំត្រូវតាំងចិត្តនឹងធ្វើឲ្យទាល់តែបានខ្មែរអាចធ្វើបានតើខ្មែរអាចធ្វើអីបានគាត់ថាគាត់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាគាត់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាថែរក្សាឲ្យបាននិងពង្រឹងនូវស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរបស់ជាតិកម្ពុជាដោយត្រូវចងចាំនៅអ្វីដែលជាមេរៀនប្រវត្តិសាស្ត្រដើម្បីប្រែក្លាយឲ្យទៅជាការតាំងចិត្តនិងធ្វើឲ្យទាល់តែបានលោកក៏បានមានប្រសាសន៍បន្ថែមទៀតតកតងនឹងការថែរក្សាឲ្យបានសាមគ្គីភាពផ្ទៃក្នុងសង្គមជាតិយើងពិតជារឹងមាំត្រូវការថែរក្សាទុកតម្កល់ឲ្យខ្ពស់គឺការកសាងស្មារតីនេះឲ្យជាប្រចាំយើងត្រូវតែការពារថែរក្សាដោយខ្លួនឯងនិងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំផងដែលត្រូវខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យនិងគ្រប់ពេលវេលាឲ្យប្រកបណាស់វាជាបេសកកម្មរបស់យើងរៀងៗខ្លួនដើម្បីសង្គមជាតិអ្វីដែលគួរឲ្យកត់សម្គាល់គឺកម្មវិធីដាស់ស្មារតីនេះគឺផ្ដោតខ្លាំងទៅលើខ្មែររួបរวมខ្មែរខ្លាំងផ្ដោតទៅលើការផ្សះផ្សាជាតិផ្ដោតទៅលើការបង្រួបបង្រួមជាតិផ្ដោតទៅលើការសាមគ្គីជាតិផ្ដោតទៅលើការមិនយកខ្មែរណាទៅជាសត្រូវបើយើងស្ដាប់ន័យនេះអញ្ចឹងណាហើយរឿងនេះមិនមែនតែលោកហ៊ុនម៉ាណីទេគឺលោកហ៊ុនម៉ាណែតដែលជាបងប្រុសរបស់លោកហ៊ុនម៉ាណីហ្នឹងក៏បានថ្លែងសារតាក់ទងនឹងការគ្រប់គ្រងស្មារតីនេះដែរគាត់បង្ហោះសារលើបណ្ដាញសង្គមរបស់គាត់គឺគាត់ថាការដែលរៀបចំពិធីដាស់ស្មារតីជាតិនេះគឺជាការបង្ហាញនៅការចងចាំនៅបទពិសោធន៍ព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាឆ្លងកាត់ពីអតីតកាលជាពិសេសក្នុងឆ្នាំ2025កន្លងទៅដែលជាភាពឈឺចាប់ការលំបាកនិងភាពអយុត្តិធម៌ដើម្បីប្រែក្លាយអតីតកាលទាំងនោះឲ្យទៅជាកម្លាំងសាមគ្គីភាពនិងឯកភាពជាតិមហាគ្រួសារខ្មែរសម្រាប់ពង្រឹងខ្លួននិងការពារសុខសន្តិភាពជាតិឲ្យបានរឹងមាំជានិច្ចយើងស្ដាប់ទៅបងប្អូនគឺយើងរំភើបព្រោះអីថ្នាក់ដឹកនាំកម្ពុជាគិតត្រូវនៅក្នុងការផ្លូវក្នុងការស្រឡាញ់ជាតិពង្រឹងសាមគ្គីជាតិដែលយើងគិតថាមានភ័ព្វវាសនាណាប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មានបងប្អូនរបស់គ្រួសារតកូលហ៊ុនទាំងអស់សុទ្ធតែគិតត្រូវទាំងអស់បងប្អូនអាការដែលយើងដាស់ស្មារតីជាតិនេះអត់ចាំបាច់ធ្វើព្រឹត្តិការណ៍ទេបងប្អូនបើសិនជាយើងចង់ដាស់ស្មារតីជាតិយើងឲ្យរឹងមាំណាបងប្អូនទៅស្ដាប់ចម្រៀងរបស់លោកសាស្ត្រាចារ្យនួនកនសាស្ត្រាចារ្យសំទោសសាស្ត្រាចារ្យនួនកនសរសេរបទចម្រៀងនិងនិពន្ធបទចម្រៀងមួយដ៏មានអត្ថន័យជ្រាលជ្រៅលើសអាព្រឹត្តិការណ៍ដាស់ស្មារតីនេះ100ដងហើយចម្រៀងនេះនៅតែដក់នៅក្នុងដួងចិត្តក្រអៅបេះដូងរបស់កម្ពុជាគ្រប់ចំនួនបើយើងយកចិត្តទុកដាក់ពិតជាចង់ធ្វើតាមការដាស់ស្មារតីនឹងមែនព្រោះសាស្ត្រានួនកននិពន្ធបទចម្រៀងមួយដែលមានចំណងជើងថាសាវតាខ្មែរបាទមិនមែនពងសាវតាខ្មែរទេណាចម្រៀងនេះគឺមិនមែនមានចំណងជើងពងសាវតាខ្មែរទេគឺមានចំណងជើងថាសាវតាខ្មែរបទសាវតាខ្មែរនេះគឺលោកចង់និយាយថាខ្មែរអើយចូលចាំចាក់ថាតាមសាវតាជាតិខេមរាគឺខ្ពង់ខ្ពស់ថ្កើងថ្កាងអីអញ្ចឹងទៅឲ្យយើងចាំអំពីអរិយធម៌វប្បធម៌ប្រទេសយើងធ្លាប់ថ្កើងថ្កានល្បីដល់មជ្ឈិមបូព៌ាគេកោតស្ញប់ស្ញែងទាំងសិល្បៈតន្ត្រីវប្បធម៌ការអប់រំសិក្សាធិការសិលធម៌គេរៀនសូត្រតាមយើងគេឲ្យតម្លៃយើងក៏ប៉ុន្តែដោយសារតែយើងភ្លេចខ្លួនធ្វើឲ្យយើងរលាយរលត់រិចរិលប៉ុន្តែលោកបានប្រាប់ថាយើងទាំងអស់គ្នាត្រូវស្ដាប់សាវតាឲ្យយើងតាំងចិត្តឲ្យមុតមមខ្លាំងសារជាថ្មីដើម្បីស្ដារកសាងឲ្យជាតិនេះបានរុងរឿងដូចសម័យមហានគរឬក៏បុព្វបុរសដូនតាយើងដែលជាសម័យដ៏អស្ចារ្យឡើងវិញហើយធំបំផុតគឺសាមគ្គីជាតិខ្មែរជាធ្លុងមួយតើចម្រៀងរបស់សាស្ត្រានួនកននេះអត់ចូលនៅក្នុងសតិសម្បញ្ញៈស្មារតីខ្មែរបន្តិចសោះទេដើម្បីឲ្យយើងនាំគ្នាបង្កើតព្រឹត្តិការណ៍ដាស់ស្មារតីជាតិថែមនេះឬក៏យ៉ាងដូចម្ដេចអញ្ចឹងសរុបសេចក្តីមកគឺការដាស់ស្មារតីជាតិនេះគឺជាព្រឹត្តិការណ៍ល្អហើយដែលរៀបចំប៉ុន្តែជាព្រឹត្តិការណ៍បន្លប់ព្រឹត្តិការណ៍មួយផ្សេងទៀតដើម្បីឲ្យខ្មែរឈឺចាប់ដែរក៏ប៉ុន្តែឈឺចាប់នៅក្នុងន័យថា
វា after effect គឺក្រោយព្រឹត្តិការណ៍ដែលកើតឡើងហើយបានន័យថាយើងអត់ដែលធ្វើយុទ្ធនាការព្យាបាលសំទោសយើងយកវិធីព្យាបាលប្រសើរជាងការការពារណាបងប្អូនមិនធ្វើអញ្ចឹងទេយុទ្ធសាស្ត្រនៅក្នុងការពារថែទាំសុខភាពក៏ដោយគេថាការពារប្រសើរជាងព្យាបាលមុននឹងយើងធ្លាក់ខ្លួនឈឺគឺយើងត្រូវហាត់ប្រាណយើងត្រូវទទួលទានអាហារឲ្យបានទៀងទាត់យើងត្រូវទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យើងត្រូវហូបកុំឲ្យប្រៃខ្លាំងកុំឲ្យផ្អែមខ្លាំងកុំឲ្យអីអញ្ចឹងឲ្យវាល្មមដើម្បីឲ្យមានតុល្យភាពរាងកាយយើងមានសុខភាពល្អគឺជាការបង្ការជាការការពារតែយើងធ្លាក់ខ្លួនឈឺហើយចាប់ផ្ដើមព្យាបាលអាហ្នឹងគឺយើងដល់ពេលគោរួចបានធ្វើលបងតើការដាស់ស្មារតីនេះគឺជាការដែលទើបតែភ្ញាក់ដឹងនៅពេលនេះឬក៏យើងដឹងពីពេលមុនហើយតែអត់ព្រមធ្វើហើយយើងខំមកពេលណាក៏ដឹងក៏ពេលណាក៏យកចម្រៀងរបស់សាស្ត្រាចារ្យនួនកននេះយកមកចាក់ដែរប៉ុន្តែចាក់ហើយច្រៀងនេះគឺគ្រាន់តែជាការបន្លប់តែប៉ុណ្ណោះយើងអត់ដែលធ្វើតាមទេហើយខ្ញុំនិយាយហេតុអីបានជាយើងអត់ធ្វើតាមហេតុអីបានជាមានព្រឹត្តិការណ៍ដាស់ស្មារតីដែលធ្វើឲ្យនិស្សិតបញ្ញវន្តឬក៏កូនសិស្សនឹងកោះមកហៅដើម្បីសម្ដែងរាប់ថ្ងៃដើម្បីសម្ដែងយំការយំនេះណាអត់ចាំបាច់សម្ដែងទេបងប្អូនគឺត្រូវតែយំចេញពីបេះដូងហើយមិនចាំបាច់កែនមនុស្សមកយំដើម្បីសម្ដែងទេវាអាក្រក់មើលតែខ្ញុំមិនទៅជាតូមនិញអីទេរៀបចំល្អហើយប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាសពថ្ងៃធ្វើឲ្យលើសពីការចងចាំនិងដាស់ស្មារតីបានន័យថាពេលនេះអ្វីដែលជាការដាស់ស្មារតីខ្មែរគ្រប់រូបឲ្យចងចាំគឺត្រូវចាំថាយើងមិនអាចនឹងតតាំងជាមួយថៃឈ្នះថៃនៅក្នុងការធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើទេអានឹងត្រូវចងចាំគ្រប់គ្នាបើយើងធ្វើដោយអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើហើយមិនលើកទឹកចិត្តឲ្យរដ្ឋាភិបាលដូរយុទ្ធសាស្ត្រធ្វើដើម្បីប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិទេគឺយើងកំពុងលុះក្រោមឥទ្ធិពលក្នុងការប្រឡប់ព្រឹត្តិការណ៍ហើយគឺបោកប្រាស់យើងឲ្យជឿថាស្មារតីនេះគឺជាការដាស់ឲ្យយើងអាណិតអាសូររដ្ឋាភិបាលណាស់ព្រោះយើងជាជនរងគ្រោះណារដ្ឋាភិបាលធ្វើខ្លួនថាសប្តាហ៍ហ្នឹងយើងជាជនរងគ្រោះដោយការឈ្លានពានរបស់ថៃជាការពិតមែនហើយខ្ញុំអត់មានទុកថៃមួយម៉ាត់ណាទេគឺត្រូវកោតទោសថៃឲ្យថៃទទួលខុសត្រូវចំពោះអំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាស្លាប់ទាហានខ្មែររាប់សិបនាក់ស្លាប់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យប្រជាពលរដ្ឋខ្មែរលហេមលហាមរត់ប្រះអាយុតាក់តងនឹងការដែលជលៀសប្រជាពលរដ្ឋជនភៀសសឹក6សែនអ្នកជាងលក្ខណៈណាឥឡូវបាត់ដីបាត់ធ្លីខ្លោចផ្សារបាត់ចំណូលបាត់អីព្រំដែនបាត់ប្រជាពលរដ្ឋឆ្លោះគ្នាពាក់ឯការទំនិញគ្នាទៅវិញទៅមកធ្វើឲ្យជាតិសាសន៍នេះគឺជាសត្រូវនឹងគ្នានេះគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុតគួរតែថ្កោលទោសដាច់ខាតអត់មានត្រូវចាំភ្លេចទេគឺត្រូវតែថ្កោលទោសថៃក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងក៏យើងកុំភ្លេចថាតើអ្នកណាដែលជាអ្នកនាំអាចលេងភ្លើងចង្កូះពីដើមឡើយអ្នកណាដែលនាំគ្នាលេងភ្លើងចង្កូះនៅផ្ទះស្បូវរហូតដល់ឆេះផ្ទះខ្ទេចខ្ទីអស់នេះគឺយើងត្រូវមើលអាហ្នឹងហើយបើសិនជាជ្រុលជាមើលអញ្ចឹងហើយគឺបើយើងមិនយកទោសអូសដំណើររដ្ឋាភិបាលក៏ហីចោះម៉ែឪយើងក៏ហីចោះអហោសិកម្មឲ្យគាត់ប៉ុន្តែត្រូវដាស់ស្មារតីយើងគ្រប់គ្នាថាត្រូវដូររបៀបធ្វើការហើយអត់ធ្វើដដែលទេឈឺចាប់ហើយប៉ុន្តែត្រូវតាំងចិត្តដឹងគេដើម្បីទាអារបស់ដែលខូចខាតតាមផ្លូវច្បាប់អន្តរជាតិហើយត្រូវតាំងអាស្មារតីនេះពិធីដាស់ស្មារតីជាតិនេះឲ្យដាស់ស្មារតីខ្មែរគ្រប់គ្នាថារដ្ឋាភិបាលអត់ទាន់ធ្វើគ្រប់គ្រាន់ទេហើយកុំប្រឡប់ត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្រឡប់នេះគឺដើម្បីឲ្យប្រជាពលរដ្ឋឈឺចាប់យំស្អប់ថៃត្រូវហើយឲ្យស្អប់ចោះកុំស្អប់ជនជាតិគេស្អប់មេដឹកនាំយោធាស្អប់មេដឹកនាំនយោបាយដែលបំផ្លាញដែលធ្វើឲ្យបែកបាក់សាមគ្គីជាតិរវាងប្រទេសទាំងសងខាងអីអញ្ចឹងស្អប់ហើយស្អប់អ្នកនយោបាយខ្មែរផងកុំឲ្យតែនាំគ្នាស្អប់តែម្ខាងព្រោះយើងវាមិនដែលទះដៃម្ខាងលឺទេរាំតាំងហ្គោគឺអត់មានរាំម្នាក់ឯងរាំកើតទេខ្ញុំមិនបន្ទោសកម្ពុជាទេប៉ុន្តែខ្ញុំបន្ទោសរបៀបដឹកនាំដែលធ្វើឲ្យយើងបែកបាក់គ្នាយើងខ្សោយដល់ទៅពេលគេឈ្លានពានយើងទប់គេអត់បានហើយយើងចាញ់ច្រាបគេយើងចរចាគេយើងសុកចិត្តសញ្ញេឲ្យគេនៅកន្លែងណាកន្លែងហ្នឹងគឺយើងបាត់អធិបតេយ្យយើងបាត់ភាពថ្លៃថ្នូរយើងបាត់កិត្យានុភាពជាតិយើងបាត់ជំហរម្ចាស់ការរបស់ជាតិយើងបាត់រឿងគ្រប់យ៉ាងហើយសំខាន់បំផុតគឺអាបាត់អស់ហ្នឹងវារឿងមួយប៉ុន្តែរឿងខ្មែរយើងបែកបាក់យើងអត់បានផ្សព្វផ្សាយតើកន្លែងណាទៅដាស់ស្មារតីជាតិឲ្យផ្សះផ្សានៅពេលដែលដោះលែងលោកកឹមសុខាឲ្យចេញពីពន្ធនាគារ
សំទោសជាប់គុកនៅក្នុងផ្ទះគ្រាន់តែផ្ដល់សិទ្ធិនយោបាយឲ្យគាត់ធ្វើនយោបាយពេញលេញជាប្រជាពលរដ្ឋសាមញ្ញដែលមានសិទ្ធិបោះឆ្នោតមានសិទ្ធិចូលឈ្មោះបោះឆ្នោតមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយក្នុងនាមជាខ្មែរយើងធ្វើអត់បានប៉ុណ្ណឹងតើយើងមានស្អីដែលយើងថាផ្សះផ្សាជាតិកើតនោះចោះអ្នកទោសនយោបាយប្រមាណអ្នកដែលនៅក្នុងជាប់ពន្ធនាគារដែល104នាក់ហើយយើងអត់ដែលបានអនុគ្រោះថ្ងៃនេះមានលោកកកកំភាដែលជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណៈបកសង្គ្រោះជាតិចេញពីពន្ធនាគារក្រោយជាប់គ្រប់6ឆ្នាំគ្មានផុតមួយនាទីណាទេគឺ6ឆ្នាំជាប់គុកអត់មានបានផុតចង់និយាយថាអត់មានលើកលែងសំបីតែ1នាទីទេនឹងខ្មែរគ្នាឯងហើយកំហុសគាត់ខុសអីគេស្វាគមន៍ដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីដែលចង់វិលចូលទៅស្រុកខ្មែរវិញស្វាគមន៍មេដឹកនាំរបស់គាត់ដំណើរមាតុភូមិនិវត្តកាលពីខែវិច្ឆិកាឆ្នាំ2019ក្នុងការចូលទៅស្រុកខ្មែរវិញដែលតាមពិតលោកហ៊ុនសែននឹងប្រកាសប្រាប់ថាចូលមកក៏បានដែរចូលតាមច្រកណាក៏បានដែរគឺស្វាគមន៍គឺមិនខ្លាចទេចូលមកព្រៃសររងចាំទទួលក៏ប៉ុន្តែនៅពេលដែលលោកសំរងស៊ីប្រកាសថាចូលមកទៅបិទជើងយន្តហោះទាំងអស់មិនឲ្យចូលស្រុកខ្មែរហើយទៅអ្នកដែលហែហមលោកសំរងស៊ីស្វាគមន៍ឲ្យចូលមកចាប់គេដាក់គុកទៀតហើយដាក់គុកធ្វើដូចទោសក្បត់ជាតិអី10 20ជំនាន់អញ្ចឹងអត់មានបាត់មួយថ្ងៃសោះហើយរហូតតតែ6ឆ្នាំទៅចេញថ្ងៃនេះទៅថ្ងៃជប់ថ្ងៃ29ខែមេសាឧសភានេះគឺគ្រប់6ឆ្នាំលោកកកកំភាជាប់គុកជាមួយនឹងសកម្មជនគណៈបកសង្គ្រោះជាតិជាច្រើនទៀត6ឆ្នាំដោយសារតែគ្រាន់តែស្វាគមន៍លោកសំរងស៊ីវិលចូលមកកម្ពុជាវិញដែលលោកហ៊ុនសែនខ្លួនលោកក៏បានប្រាប់ថាចូលមកចាប់ដាក់ព្រៃសរចាប់មកឲ្យលោកសំរងស៊ីចូលមកចាប់គាត់ដាក់ព្រៃសរហេតុអីបានទៅចាប់យកកំភ្លើងយកអាវុធអីយកទៅដាក់ព្រំដែនបើលោកសំរងស៊ីនិយាយពីសុទ្ធតែត្រៀមបេអីដើម្បីការពារកុំឲ្យចូលដីខ្មែរបានដែលជាខ្មែរសោះយើងនាំគ្នាបំបែកយើងនាំគ្នាធ្វើមិនកំតិចគ្នាហើយទៅចាប់គ្នាអ្នកគាំទ្រដាក់គុកអស់នេះឬស្មារតីផ្សះផ្សាជាតិហ៎នេះឬស្មារតីសាមគ្គីជាតិនេះឬស្មារតីខ្មែរតែមួយអាហ្នឹងឯងខ្ញុំចង់និយាយថាផ្ទះយើងនាំគ្នាលេងចគុះយូរហើយដល់ពេលហើយយើងមកប្រាប់ថាដាស់ស្មារតីយើងថាយើងអាចធ្វើបានបើយើងធ្វើបានសាមគ្គីខ្មែរគឺយើងធ្វើបានដោយដោះលែងលោកកំសខាឲ្យគាត់មានសិទ្ធិធ្វើនយោបាយវិញអាហ្នឹងជាចំណុចចាប់ផ្ដើមដ៏ធំប៉ុន្តែជាការគួរឲ្យខកចិត្តមែនតើដោះលែងលោកកំសខាឲ្យនៅក្រៅគុកហើយអត់ឲ្យធ្វើអីទាំងអស់ឲ្យលោកពាក់ស្បង់ចីវរអត់ឲ្យសូត្រធម៌អត់ឲ្យបិណ្ឌបាតអត់ឲ្យចយន្តោអត់ឲ្យរៀនធម៌អាបាលីឬក៏ទេសនាអីទាំងអស់គ្រាន់តែពាក់ស្បង់ចីវរឲ្យនៅលំអវត្តចឹងទៅតើវាដូចជាការសម្លាប់មនុស្សគ្រប់បែបយ៉ាងហ្នឹងគឺសិទ្ធិសេរីភាពអាហ្នឹងឬដែលជាការដែលផ្សះផ្សាជាតិឥឡូវសកម្មជននៅសល់ប្រហែលអ្នក105 4អ្នកទៀតអត់ឃើញចេញមកទេអញ្ចឹងហើយបានជាអង្គការសហប្រជាជាតិសំទោសអង្គការលើកលែងទោសអន្តរជាតិឬក៏អង្គការសង្គមស៊ីវិលអីគេនាំគ្នាថ្កោលទោសថ្ងៃនេះបណ្ដុំអង្គការ3ទៀតបងប្អូនជាអង្គការអន្តរជាតិគេទាមទារឲ្យយើងដោះលែងអ្នកទោសមនសិការឲ្យអស់តើយើងមើលឃើញកំពុងតែយករឿងលោកកម្មសុខាហ្នឹងយើងថាបានបងបានអីទេគេសាទរដូចប្រយ័ត្នប្រយែងអីក៏ដោយហ្នឹងគឺគេថាវិជ្ជមានអីខ្លះប៉ុន្តែនៅតែហាមឃាត់សិទ្ធិនយោបាយលោកកម្មសខាយើងផ្សះផ្សាគ្នាយ៉ាងម៉េចខ្ញុំកំពុងតែស្ងប់ឆ្ងល់ហើយឥឡូវអ្នកទោសនយោបាយទាំងអស់នៅជាប់គុកទាំងអស់កញ្ញាសេងធីរីចលនាមេដាធម្មជាតិទាំង5នាក់ស្រុនស្រនសុភាគឺខាងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគ្នានៅជាប់គុកគ្មានលហាយឥឡូវថ្ងៃនេះគឺអង្គការ3រួមគ្នាគឺអង្គការ Civicus នេះគឺជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយនឹង Forum Asia វេទិកាអាស៊ីនិងអង្គការ Frontline Defenders គឺអង្គការការពារសិទ្ធិមនុស្សFrontline Defenders នឹងរួមគ្នាចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនមេដាធម្មជាតិទាំង5នាក់គឺមានភួនកែវរស្មីលីចន្ទរាវុធឡុងគុន្ធាយឹមលៀងហ៊ីហើយនឹងថនរដ្ឋាហើយឥឡូវមកមាត់ជាតិយើងយ៉ាងម៉េចនៅពេលអង្គការអន្តរជាតិអញ្ចឹងគេស្រែកពេញពិភពលោកឥឡូវយើងថាដោះលែងលោកកម្មសខាថាដូចជាមានចង់អួតប្រាប់អន្តរជាតិថាយើងផ្សះផ្សាចោះអ្នកទាំង5នាក់នេះគឺគាត់ខុសអី
កំហុសឆ្គងរបស់គាត់គឺស្រឡាញ់បរិស្ថានការពារបរិស្ថានហើយរដ្ឋាភិបាលចាប់គាត់ដាក់គុកព្រោះអីការពារបរិស្ថាននឹងមិនបានយ៉ាងហោចណាស់ក៏ក្តិចបិទសម្លេងទៅព្រោះយើងដោះស្រាយបញ្ហាមិនបានកុំឲ្យស្រែកឮពេកខ្លាចតែងលោបំផ្លាញទៀតអត់បានច្រើនហើយអញ្ចឹងក្បត់ជាតិដែរអ្នកដែលក្បត់ជាតិក្បត់ប្រទេសយើងគឺអ្នកនៅគ្រប់គ្រងប្រទេសអ្នកដែលឲ្យបរិស្ថានអីហ្នឹងរលាយខ្សលអីមាសរ៉ែធនធានធម្មជាតិអីបឹងតមុកអីដែលលុបមកហ្នឹងហើយយកទៅចែកដីគ្នាតាមក្រុមគ្រួសារបពពួកហ្នឹងគឺគ្នាស្រែកហ្នឹងដើម្បីអីទុកអាទ្របហ្នឹងសម្រាប់កូនចៅជំនាន់ក្រោយរួចតែយើងដល់ចង់បំផ្លាញអាហ្នឹងឲ្យអស់ចែកគ្នាកូនចៅខ្លួនឯងជំនាន់នេះឲ្យអស់ធ្វើឲ្យគ្នាខ្លាយទៅជាជនក្បត់ជាតិជនសំគំនិតក្បត់ឬក៏ញុះញង់ឲ្យមានអំពើហិង្សាអីណាសណ្ដាប់ធ្នាប់សង្គមរឿងជាតិអញ្ចឹងហើយអញ្ចឹងដាក់គ្នាយូរឆ្នាំទៅទៀតអត់ដោះលែងឥឡូវដល់ពេលគេលើកឡើងអញ្ចឹងតើមុខមាត់ជាតិនៅឯណាចឹងអស់លោកមើលកន្លែងហ្នឹងបើសិនជាមានបំណងស្នេហាជាតិឬក៏ចង់ផ្សះផ្សាជាតិឲ្យដាស់ស្មារតីជាតិមែនណាសូមឲ្យដាស់ខ្លួនឯងកុំដាស់ប្រជាពលរដ្ឋអីដាស់ខ្លួនឯងវិញខ្ញុំជឿថាប្រជាពលរដ្ឋលោកដឹងហើយលោកភ្ញាក់រលឹកគ្រប់តែគ្នាហ្នឹងក៏គ្នាមិនហ៊ាននិយាយគ្នាមិនហ៊ានថាព្រោះងើបមួយវាយមួយមិនបាច់ដាស់ទេទៅសួរប្រជាពលរដ្ឋគ្រប់ផ្ទះទៅនរណាក៏គេដឹងថាយើងធ្វើមិនត្រូវដែរគាត់ថាគ្នាអត់ហ៊ាននិយាយព្រោះនិយាយទៅចាប់គេដាក់គុកអញ្ចឹងទៅដាស់ស្មារតីប្រជាពលរដ្ឋនិស្សិតបញ្ញវន្តនឹងធ្វើអីគេដឹងអស់ហើយថាយើងធ្វើអត់ត្រូវទេសំខាន់គឺដាស់ស្មារតីរបស់ថ្នាក់ដឹកនាំនេះឲ្យឈប់អាស្មិមានះឈប់បំផ្លាញខ្មែរគ្នាឯងឈប់វាយមួយងើបមួយឈប់បំផ្លាញគណៈបកនេះឈប់បំផ្លាញគណៈបកនោះហើយដាស់ស្មារតីយើងឲ្យស្ដារសិទ្ធិមនុស្សឡើងវិញរៀបចំការបោះឆ្នោតឲ្យសេរីត្រឹមត្រូវនឹងយុត្តិធម៌ប្រព័ន្ធតុលាការឲ្យឯករាជ្យប្រព័ន្ធផ្សព្វផ្សាយឲ្យឯករាជ្យអង្គការសង្គមស៊ីវិលមានសិទ្ធិសេរីភាពគ្រប់គ្រាន់ប្រជាពលរដ្ឋអាចបញ្ចេញមតិដោយមិនចាប់អ្នកនេះដាក់គុកគ្រប់តែរឿងអញ្ចឹងទៅលាក់នឹងលាក់ស្ដារប្រព័ន្ធពុករលួយស្អីលាក់នឹងលាក់ហ្នឹងទៅយើងទាំងអស់នេះយើងគួរដាស់ស្មារតីខ្លួនឯងកុំដាស់ស្មារតីប្រជាពលរដ្ឋអីព្រោះប្រជាពលរដ្ឋគ្នាចាំតែតាមយើងតែយើងវាអត់ធ្វើកូននៅសាពះម៉ែឪថាម៉ែឲ្យកុំលេងជគូសអីម៉ែឪថាអត់ទេលេងនាំគ្នាលេងទៅហើយកូនដឹងច្បាស់ណាស់ថាលេងជគូសឆេះហើយផ្ទះហ្នឹងម៉ែព្រោះអីអាកូនទាំងអស់គ្នាហ្នឹងតែបាញ់ចុះបាញ់ឡើងឪម៉ែថាអត់អីទៅឪលេងដែរម៉ែលេងដែរលេងឲ្យសុបាយទាំងអស់គ្នាតែអញ្ចឹងកូនហ្នឹងអត់ដឹងមែនដឹងម៉ែឪហ្នឹងក៏ដឹងដែរប៉ុន្តែយកអាវិធីលេងជគូសនៅក្នុងផ្ទះហ្នឹងឲ្យឆេះហើយឥឡូវមកដាស់សតិប្រាប់កូនវិញថាកូនទាំងអស់គ្នាកុំលេងជគូសអីវានាំឆេះផ្ទះតែផ្ទះឆេះអស់លេងហើយហ្នឹងដូច្នេះយើងត្រូវដាស់ខ្លួនឯងទេជាថ្នាក់ដឹកនាំមួយថ្ងៃត្រូវទន្ទិញខ្លួនឯងថាតើយើងបានធ្វើអីកែប្រែកែតម្រង់អីអញ្ចឹងទៅហើយបើកែឲ្យស្មោះត្រង់កុំកែរបៀបពុតត្បុតដោយរឿងករណីលោកកឹមសុខានឹងពុតត្បុតសុតសាតដោះលែងគាត់ឲ្យចេញមកនៅក្រៅឃុំហើយស្មានតែឲ្យប្រជាពលរដ្ឋនឹងត្រេកអរគឺជាចេតនានយោបាយបំផ្លាញគណៈបកនេះទៀតធ្វើឲ្យក្រុមលោកកឹមសុខានិងក្រុមលោកសំរងស៊ីនឹងមើលមុខគ្នាមិនត្រង់ឥឡូវឆ្លោះគ្នាផ្អើលភូមិទៀតវាដូចជាបំបែកឲ្យខ្ទេចខ្ទីព្រោះវាអត់គេហៅថាវាអត់ជ្រះថ្លាតាមសទ្ធាដែលយើងធ្វើហ្នឹងគឺធ្វើហុចអំបោះសំណោះដៃដូចឲ្យទៅហ្នឹងគឺដូចរៀងចង់យកមកវិញអីចឹងទៅដូចថាអត់មានបើធ្វើប៉ុនវិញយើងអត់បានប៉ុនទេកពុបប៉ុនអស់ហើយធ្វើប៉ុនបែបហ្នឹងគឺយើងដូចថាវាអត់សទ្ធាជ្រះថ្លានៅក្នុងចិត្តតែយើងធ្វើឲ្យជ្រះថ្លាម្ដងមកដោះលែងអស់ទៅអ្នកទោសមនសិការកញ្ញាសេងធារីថនរដ្ឋាឬក៏ស្អី5នាក់នេះសិលងកន្ធាយឹមលៀងហេភួនកែវរស្មីនិងលីចន្ទរាវុធនិងស្រុននឹងអីនឹងដោះលែងគ្នាអស់មកកុំទុកហើយមិនចាំបាច់តម្រូវឲ្យគេសុំទោសទេគេមិនសុំទោសទេដោយលោកកកកំភីអីនេះបើសុំទោសមែនបាននៅក្រៅឃុំហើយមិនមែនតែជាប់គុក6ឆ្នាំទេប្រពន្ធគាត់អ្នកស្រីចន្ទថានោះគឺអឺធ្វើបាតកម្មពេញហើយដោយទាំងកូនគាត់ណាកសវណ្ណឆៃអីណាហ្នឹងក្មេងអត់គ្រប់អាយុហ្នឹងត្រូវគេចាប់ដាក់គុកដាក់អីដោះលែងមកគ្នាកើតជំងឺ autism អីផងអូយខ្លោចផ្សាណាស់មើលទៅហ្នឹងខ្មែរគ្នាឯងហ្នឹងហើយតែយើងដាស់ស្មារតីយ៉ាងម៉េចបើយើងធ្វើឲ្យរាសខ្លោចផ្សាយ៉ាងនេះតែឥឡូវអត់អីទេបើដាស់ក៏ដាស់ទៅតែខ្ញុំសូមលើកទឹកចិត្តទី1ដាស់ស្មារតីខ្មែរគ្នាឯងដែលជាថ្នាក់ដឹកនាំទី2ដាស់ស្មារតីខ្មែរគ្នាឯងជាថ្នាក់ដឹកនាំហ្នឹងឲ្យសម្រួចចិត្តប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិព្រោះអីថៃគេលុបចោលផែនទីខ្នាតលើ1-200ពាន់បានលុបចោលឯគេទាត់ចោលហ្មង
គេលែងយកអញ្ចឹងយើងអស់អាប្លង់រឿងហ្នឹងទៀតអញ្ចឹងកុំអោបជើងថៃប្តឹងទៅបាទឥឡូវនេះគឺព័ត៌មានបន្ទាប់ដែលខ្ញុំនឹងជម្រាបជូនបងប្អូនតាក់ទងនឹងរឿងទី2នេះខ្ញុំអឺនិយាយពីមេ25ជានរណាថ្ងៃនេះឮមកព័ត៌មានថ្មីមួយទៀតធ្លាក់មកក្ដុកចេញមេ25ដែលអ្នកស្រីលោកស្រីជាចនាសំទោសជាចនាសំទោសលោកជាចនាខ្ញុំច្រឡំឈ្មោះតកូលហើយព្រោះដោយសារតែពេញចិត្តលោកជាចនាដែលជាសកម្មជនគណៈបកប្រឆាំងដែលស្មោះត្រង់ជួយជាតិនេះហើយប៉ុន្តែគេចាប់ដាក់គុកឲ្យចុងក្រោយមកចេញលិខិតសំទោសឥឡូវបានរួចខ្លួនទៅនៅក្រៅឃុំអីមកស្ដាយជីវភាពនយោបាយគាត់មែនតើលេងចាន់ណាគឺអតីតអង្គញារលេងចាន់ណាគឺលោកស្រីលេងចាន់ណានេះគឺជាប់ចោតពីបទឆបោកឬក៏អីតាក់ទងនឹងគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់អីហ្នឹងច្រើនណាឥឡូវនេះនៅពេលដែលចុងក្រោយគឺខាងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយរកឃើញថាអឺលោកស្រីលេងចាន់ណានិងបកពួកហ្នឹងបានព្រមទទួលស្គាល់ថាបានលុយជិត$100 លានគឺ96 លានដុល្លារពីមនុស្សម្នាក់ដែលជាមេខ្លោងធំឈ្មោះថាមេ25ដើម្បីយកលុយ100 លានជិត$100 លានហ្នឹងយកមកធ្វើគម្រោងអភិវឌ្ឍដីធ្លីដីខ្យល់ដីអីចុងក្រោយបោកប្រាស់ប្រជាពលរដ្ឋក្តៅក្រហាយពេញទឹកពេញដីអីអញ្ចឹងទៅហើយរឿងនេះគឺអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយកសាងសំណុំរឿងហ្នឹងជាពាក់ជាពិនដូចសឡកពឹសចឹងដោយសារតែនៅក្នុងនោះគឺមានឈ្មោះអឺលេងចាន់ណានឹងហើយមានបពពួកដូចលោកច័ន្ទខិនផុនសមៀនសុទ្ធតែទទួលស្គាល់ថាបានប្រាក់ចន្លោះពី93ទៅ98 លានដុល្លារពីមេឈ្មោះ25គឺមេ25យកប្រាក់ទាំងនោះទិញដីវិនិយោគផ្ដល់ការប្រាក់ឲ្យមេ25ហ្នឹងដើម្បីវិនិយោគទៀតអានេះតាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដែលផ្សាយនៅថ្ងៃទី28ខែឧសភាឆ្នាំ2026ហ្នឹងអ្នកនាំពាក្យរបស់ក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយលោកសយច័ន្ទវិចិត្រគាត់បានជម្រាបសារព័ត៌មានក្នុងស្រុកហ្នឹងថាគេមិនអាចប្រាប់បានទេមេ25ហ្នឹងជាអ្នកណាទុកឲ្យឆ្ងល់សំទោសខ្ញុំថែមទេលោកថាគេកំពុងស៊ើបគេមិនអាចប្រាប់អញ្ចឹងយើងចាំអ៊ុតមើលទៅបងប្អូនតើមេ25ហ្នឹងជាអ្នកណាបន្តិចទៀតចត់ចិនតែស្រួលទៅរកចិនណាមួយដាក់ទៅឲ្យត្រូវហ្នឹងដកសញ្ជាតិបញ្ជូនទៅស្រុកចិនបាត់ទៀតខ្មែរយើងរួចខ្លួនទៀតវាមិនអាចទៅជាអង្គញាលីយ៉ុងផាត់កុកអានឬក៏លោកហ៊ុនតូឬក៏មនុស្សនៅក្នុងបញ្ជីនោះទេមើលទៅអាចនឹងអ្នកណាមួយដែលយើងអាចដែលស្គាល់ទៀតតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតយ៉ាងណាក៏កោតសរសើរខាងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយដែរដែលសស្រាក់សស្រាំនៅក្នុងការចាប់មន្ត្រីទាំងអស់នេះបានដែរហើយសង្ឃឹមថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនេះនឹងធ្វើកិច្ចការងារដោយមិនរងក្រោបឥទ្ធិពលនយោបាយណាទេសូមឲ្យមេខ្លោងនៃអំពើឆបោកទាំងឡាយណាហ្នឹងគឺចេញមកគឺមិនចំពោះថាធំប៉ុណ្ណាទេប៉ុន្តែជាទូទៅនៅស្រុកខ្មែរឲ្យតែធំនឹងច្រើនតាមមិនបានជាប់គុកជាប់ច្បាប់ទេជាប់តែអាមីអាថោនឹងឯងតែខ្ញុំជឿថាសង្ឃឹមថាអាចនឹងបានអ្នកនេះចឹងទៅអ្នកដែលធំខ្លះជាប់ទៅឲ្យប្រជាពលរដ្ឋបានទទួលត្រីឆ្ដោត្រីអីផ្អែមមាត់ខ្លះទៅលោកអើយហូបតែកាភ្លៀងហើយកញ្ចោះកូនក្អុកហ្នឹងវាដូចថាវាទលាន់ដដែលសូមឲ្យមានត្រីទៅជាផ្ទក់ត្រីរ៉ស់អីខ្លះទៅបាទតែអាត្រីរក់ទឹកត្រីរក់ទក់ត្រីរ៉ស់ហ្នឹងច្រើនតែរត់រួចរហូតនៅសល់តែកូនអំបាទកូនអាមីអាថោងហ្នឹងឯងតាមទម្លាប់បាទឥឡូវនេះគឺព័ត៌មានជាតិនេះគឺខ្ញុំបានជម្រាបជូនបងប្អូនច្រើនគួរសមហើយខ្ញុំចូលទៅដល់តកតងនឹងព័ត៌មានអន្តរជាតិព្រោះទៅសល់ពេលវេលាខ្លីដែរព័ត៌មានអន្តរជាតិនេះគឺផ្ដើមចេញពីតកតងនឹងអរឿងថៃនិងវៀតណាមដែលគេពង្រឹងបដិញ្ញាពង្រឹងពាណិជ្ជកម្មរបស់ខ្លួនឲ្យកើនឡើងដល់25,000 លានដុល្លារបងប្អូនពេលដែលលោកតូលឹមទៅជួបរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលភ្លាមគឺគេពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីគេពីកម្រិតធម្មតាទៅដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺដូចយើងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនដែរអញ្ចឹងវៀតណាមនេះហើយនិងថៃនេះគឺឌឺដាក់ខ្មែរយើងហ្មងឥឡូវយើងបិទទៅព្រំដែនហ្នឹងបិទឲ្យជិតឈឹងទៅលទ្ធផលគឺពីរនាក់នេះគេពួតដៃគ្នា
ពង្រឹងអាកិច្ចប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយគឺគ្រប់វិថាហេដ្ឋាចរាសម្ព័ន្ធកសិកម្មពាណិជ្ជកម្មបច្ចេកវិទ្យានិងធម្មពលអីលក្ខនឹងលក្ខទៅឲ្យបង្កើនទំហំពាណិជ្ជកម្មដល់$25,000,000,000ដល់តែពេលគេកើនខ្ពស់ដូច្នេះគេរួមគ្នាផលិតដើម្បីនាំលក់ទៅស្រុកក្រៅជុំគ្នាក្នុងសង្វាក់ផលិតកម្មរួមគ្នារោងចក្ររួមគ្នារវាងថៃនិងវៀតណាមទៅលើទីផ្សារពិភពលោកហើយយើងកំពុងតែនាំគ្នាពហិការទៅព្រោះដោយសារតែយើងបិទព្រំដែននេះអញ្ចឹងឃើញវៀតណាមហ៎បលេះដៃគេទៅរួមគ្នាជាមួយថៃអត់មានជួយស្កោតទោសថៃអីបន្តិចមិត្តម៉ឺនឆ្នាំកេងចំណេញពីខ្មែរឲ្យឡើងមកកណោមកដល់ម៉ោងហ្នឹងគួរតែនាំគ្នាបិទទំនិញវៀតណាមហ្នឹងលែងឲ្យចូលខ្មែរបដ ாய் ឲ្យគាត់ទៅរកស៊ីមួយថៃទៅដើម្បីឲ្យអាទីផ្សារខ្មែរយើងមូលនៅក្នុងស្រុកហ្នឹងហ្មងទៅតាមពិតគ្រាន់តែខ្មែរគ្រប់គ្រងតែផលិតផលខ្មែរក៏មិនដឹងយកទៅណាអស់ដែររាល់ថ្ងៃនេះខ្មែរយើងបើធ្វើឲ្យត្រូវអត់ចាំបាច់ទៅពឹងបរទេសស្រុកយៈណាមករកស៊ីមួយខ្មែរទេយួនចិនស្អីណានោះមិនបាច់ទេទៅថៃហ្នឹងក៏មិនបាច់ដែរយកតែខ្មែរយើងអាណិកជនខ្មែរយើងនៅក្រៅប្រទេសជាង1លានអ្នកហ្នឹងសុទ្ធតែអ្នកមានសបញ្ញវន្តសិស្សនិស្សិតអីទាំងអស់មានលុយដើម្បីយកទៅវិនិយោគស្រុកខ្មែរយើងទៅឋានសួគ៌ហើយប៉ុន្តែយើងធ្វើវាអត់ត្រូវធ្វើឲ្យខ្មែរយើងនៅក្រៅហ្នឹងវាបែកបាក់គ្នាពេកគ្រាន់តែលឺសូរខ្មែរចង់ខ្ពើមចង់ជួយប៉ុន្តែរបៀបដឹកនាំរដ្ឋហ្នឹងគាត់ខ្ពើមមកម្នាក់អីមានលុយឯណាទៅស្រុកខ្មែរលោកហើយទៅប្រកាច់យកអីទៅគឺឃើញតែគេកាប់ចាក់គ្នាឃើញគេហែកហួរគ្នាឃើញតែសម្លាប់គ្នាឃើញតែពុកលលួយឃើញអីចឹងគេខ្លាចទ្របគេបាត់បង់អប្រព័ន្ធសុខាភិបាលមិនដឹងនៅណាអប់រំក៏មិនដឹងនៅណាចឹងគ្នាអត់ហ៊ានទៅវាខ្លាចអប្រព័ន្ធអញ្ចឹងហើយក្នុងពេលជាមួយគ្នាខ្មែរគ្នាឯងអ្នកដែលមានលុយវិច្ចមិនវិច្ចចង់តែរត់ចោលស្រុកវាអញ្ចឹងបងប្អូនយើងណាចង់បានថានេះស្មារតីដាស់ស្មារតីនេះគឺដាស់អញ្ចឹងដាស់ប្រាប់មេដឹកនាំហ្នឹងថារៀបចំស្រុកទេសយើងឲ្យស្រួលបួលតែស្រួលបួលតែខ្មែរយើងត្រូវគ្នាគ្រប់គ្រងតែផលិតផលខ្មែរគ្នាឯងហ្នឹងក៏រស់ដែរហក់នាំតែខ្មែរយើងពីក្រៅប្រទេសទៅវិញឲ្យចូលនាំគ្នាទៅស្រឡាញ់ជាតិអភិវឌ្ឍជាតិហ្នឹងក៏រស់អត់ចាំបាច់ពឹងបរទេសណាទេប៉ុន្តែយើងធ្វើឲ្យក្តៅកាហាយខ្មែរគ្នាឯងក្នុងស្រុកក៏នៅអត់បានរត់ចែកជើងគ្នាអ្នកមានហ្នឹងគឺបិទសាប៊ូរហតាអ្នកនេះការអ្នកនោះការដើម្បីបានមកនៅអាមេរិកអូស្ត្រាលីកាណាដាអីអញ្ចឹងរហតាយកទ្រព្យហ្នឹងរត់ចោលស្រុកដែរហើយអ្នកនៅខាងក្រៅមានទ្រព្យអត់ហ៊ានទៅទេខ្លាចខូចអាទ្រព្យហ្នឹងហើយអាវប្បធម៌នយោបាយស្មោកគ្រោកហ្នឹងចូលទៅជួយគ្នាអត់បាននេះស្មារតីជាតិហ្នឹងត្រូវដោះខាត់អាហ្នឹងដើម្បីឲ្យយើងហ្នឹងស្រឡាញ់គ្នាយើងធ្វើអត់បាននៅតែអង្គុយធ្វើអានយោបាយប្រជាពិធដាស់ស្មារតីតែអត់ព្រមធ្វើនៅតែក្រាញអំណាចតែក្រុមបកពួកគ្នាឯងហ្នឹងអញ្ចឹងអ្នកណាងើបមួយវាយមួយអ្នកណាឯងចាប់គេដាក់គុកអស់គេពីក្រៅគេមើលមកគេព្រឺសបល់សំបីតែខ្មែរយើងនៅក្រៅប្រទេសបងប្អូនដើរសួរខ្ញុំនៅអាមេរិកនេះ10ឆ្នាំជាងហ៎មិនទាន់10ឆ្នាំទេ2014ដល់ឥឡូវ8 9ឆ្នាំហើយ12ឆ្នាំហើយបងប្អូនមិនលេងសើចទេអូយច្រើនលឿនមែនតើសួរបងប្អូននៅក្រៅប្រទេសទៅ100នាក់យ៉ាងច្រើនមានមួយទេចង់វិលទៅស្រុកខ្មែរទៅរកស៊ីនៅស្រុកខ្មែរហើយមួយហ្នឹងទាល់តែប្រឡែមប្រឡំចូលជាមួយគណៈបកប្រជាជនទៀតបើថានៅក្នុងគណៈបកប្រឆាំងអីហ្នឹងអត់ដែលចង់ទៅរកស៊ីនៅស្រុកខ្មែរទៅគេនឹងចូលគេមិនចោះឬក៏វាដូចទឹកនឹងប្រេងអញ្ចឹងអានេះហើយដែលធ្វើឲ្យយើងបាត់ប្រយោជន៍ខ្មែរសាមគ្គីខ្មែរអត់បានហើយពេលហ្នឹងគឺជាពេលដែលយើងត្រូវដូរអាល្បត់នៃការដឹកនាំប្រទេសឲ្យខ្មែរស្រឡាញ់គ្នាហើយឲ្យខ្មែរនឹងភ្ញាក់ស្មារតីមេដឹកនាំទាំងអស់ហ្នឹងឲ្យដឹងថាយើងបំផ្លាញជាតិនេះខ្ទេចខ្ទីអស់ហើយម៉ោងនេះអាហោសិកម្មទៅខ្មែរយើងឆាប់អាហោសិកម្មតាអនុគ្រោះសុំទោសទៅទទួលខុសត្រូវទៅថាខ្ញុំខុសហើយតោះឥឡូវយើងរួមគ្នាទាំងអស់តោះស្រឡាញ់ខ្មែរទៅគណៈបកនយោបាយណាយើងមករួមគ្នាទៅអ្នកណាធ្វើបានប្រមាណជួយគ្នាទៅដើម្បីយើងបោកអន្តរជាតិដែរបោកបានណាបងប្អូនអន្តរជាតិនេះស្រួលបោកណាបើសិនជាយើងធ្វើត្រូវគ្នាទៅណាលោកកឹមសុខាមានសិទ្ធិសេរីភាពពេញទំហឹងដើម្បីឈរឈ្មោះបោះឆ្នោតបានទៅកុំខាត់សិទ្ធិសេរីភាពនយោបាយគាត់ឲ្យបើកបកនយោបាយទៅលោកសំរងស៊ីអ្នកស្រីមូសុហួរសកម្មជនគណៈបកសង្គ្រោះជាតិដតីទៀតដែលហាមខាត់សិទ្ធិនយោបាយឬយកទុកបុកម្នេញគេចូលមកអស់មកក្នុងស្រុកមកហើយអ្នកដែលជាប់គុកនឹងដោះលែងឲ្យអស់ខ្ញុំជឿថាបរិយាកាសនេះគឺនឹងប្រែពណ៌ប្រែមុខកម្ពុជា180ដឺក្រេមិនបាច់ចាំធ្វើពិធីដាស់ស្មារតីខ្មោចយកនឹងស្អីទេគឺទៅឯងតែម្ដងគឺប្រជាពលរដ្ឋភ្ញាក់រលឹកខ្លួនឯង
តែយើងអត់នៅតែប្រឡប់ចឹងចេះឲ្យប្រជាពលរដ្ឋឈឺចាប់នាំគ្នាទៅរៀនហាត់សមសម្ដែងធ្វើយំស្រក់ទឹកភ្នែកសស័កខ្ញុំអាណិតណាបងប្អូនប្រជាពលរដ្ឋខំប្រឹងប៉ុន្តែយំហ្នឹងមែនតែនៅក្នុងទ្រូងហ្នឹងមិនមែនយំនឹងឈឺចាប់នឹងដូចការថៃឈ្លានពាននឹងហ្មងនេះយំនឹងឈឺចាប់នឹងហេតុអីបានជាយើងអន់ដល់ថ្នាក់នេះមិនបានអញ្ចឹងខ្មែរយើងធ្លាប់តែខ្លាំងហេតុអីឲ្យគេជិះជាន់យើងបានគេធ្វើអីស្រែកចិត្តយើងតដៃគេអត់បានយើងអត់មានសពាវុធយើងអត់មានទ័ពខ្លាំងយើងអត់មានអីយើងបែកបាក់គ្នាយំចេះទេខ្ញុំជឿថាមិនមែនយំរឿងតែគេយករបស់យើងអាគេយករបស់យើងកុំបន្ទោសគេបងប្អូនគេខ្លាំងកុំបន្ទោសគេមកពីយើងខ្សោយតែប៉ុណ្្នឹងឯងហ្នឹងគឺជាពាក្យរបស់លោកហ៊ុនសែនតាគាត់ថាបើគណៈបកសង្គ្រោះជាតិនេះបែកបាក់រលាយកុំបន្ទោសថាមកពីគណៈបកប្រជាជនកម្ពុជាបំផ្លាញគឺមកពីគណៈបកខ្លួនឯងហ្នឹងគឺអត់រឿងមាំហ្នឹងលោកហ៊ុនសែនធ្លាប់និយាយចឹងដូចគ្នាអញ្ចឹងឥឡូវកម្ពុជាហ្នឹងវាធ្លាក់មកលើខ្លួនយើងហើយតែយើងចេះតែថាគេអញ្ចឹងយើងធ្វើបាបគេយើងរំលោភគេហើយយើងរករឿងគេថាស្លៀកខ្លីបន្ទោសគេមកពីស្លៀកខ្លីឥឡូវថៃពេលមានរឿងជាមួយថៃគឺធ្លាក់មកលើយើងតើជាកម្មពៀរបស់យើងតើអញ្ចឹងកុំបន្ទោសថៃថាថៃខ្លាំងត្រូវបន្ទោសថាខ្មែរយើងដឹកនាំប្រទេសឲ្យខ្សោយដែលធ្វើឲ្យយើងអាចទប់គេបានព្រោះបើយើងរឹងមាំអត់មានថៃណាមកឈ្លានពានបានទេបើមានតែ F16 តែ5គ្រឿងថៃរត់ចែកជើងគ្នាហើយទៅទម្លាក់ដល់បាងកកដូចតែគ្នាហ្នឹងតែយើងវាអត់ដូច្នេះកុំបន្ទោសថៃខ្លាំងយើងបន្ទោសថាយើងខ្សោយព្រោះថៃមានតែធ្វើអីមួយភូមាបានតែហ៊ានបានតែក្បែរព្រំដែនហ្នឹងតែហ៊ានខ្លាំងភូមាទម្លាក់គ្រាប់ដល់បាងកកដូចតែគ្នាហ្នឹងក្អកជាមួយភូមាក៏អត់បានអាហ្នឹងយើងសួរថាម៉េចភូមាខ្សោយថៃខ្លាំងអត់ថៃអត់ខ្លាំងទេគឺមកពីប្រទេសភូមាគេខ្លាំងរបស់គេគេការពារគេឆ្លោះគ្នាមកប៉ុន្តែគេមានសពាវុធយើងឆ្លោះគ្នាឆ្លោះអាលីងតែម្ដងស្រាតសពុតអស់មកបោចសក់គ្នាយកមកទំហឹងដល់ពេលមានការអីគឺបំផ្លាញចោលខ្មែរយើងខ្សោយទាំងអស់ដោយសារអីគេថាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណត់ទ្របឲ្យចោលឥឡូវចោលចូលយកអស់លីងហើយដល់មកយំស្រែកស្ដាយរបស់ដែលចោលលួចតែអត់យំររឿងម៉ែឪដែលនាំគ្នាបរៀនលេងចគុះឲ្យគេលួចទ្របអស់ហើយចឹងយកពពួកស្មារតីមនុស្សឲ្យនាំគ្នាស្អប់អាចោលលួចប៉ុន្តែបើយើងនាំគ្នាការពារកំផែងយើងរឹងមាំផ្ទះយើងមុងមកគ្រួសារយើងជានាគ្នាមិនបែកបាក់សាមគ្គីគ្នាគ្មានចោរណាមកលួចយើងបានទេខ្ញុំធានាថៃនេះខ្លាចតាហ៊ានខ្មែរបាក់ស្បាតនៅតាមព្រំដែនណាខ្មែរមានប្រវត្តិខ្លាំងណាស់តាហ៊ានខ្មែរក្រហមអីវិញនេះគឺគ្មានតែខ្លាចថៃណាទេថៃបាក់ស្បាតប៉ុន្តែដល់ពេលឥឡូវយើងបែកបាក់គ្នាតាហ៊ានយើងក៏អត់មានការឧបត្ថម្ភគ្រប់គ្រាន់ចិត្តសាស្ត្រយើងទុនខ្សោយជាងគេវាយយើងបានគ្រប់រឿងចឹងដាស់ស្មារតីឡើងវិញបងប្អូនណាវិធីដាស់ស្មារតីនេះគឺដាស់ស្មារតីមេដឹកនាំកុំដាស់ស្មារតីប្រជាពលរដ្ឋអីប្រជាពលរដ្ឋស្មារតីរឹងមាំណាគ្រាន់តែគ្នាមិនហ៊ាននិយាយតែប៉ុណ្្នឹងឯងចឹងបើយើងដាស់ស្មារតីជាតិឲ្យសាមគ្គីមែនតើដូចខ្ញុំនិយាយចឹងបើកទូលាយសិទ្ធិមនុស្សប្រជាធិបតេយ្យស្ដារឡើងវិញឲ្យវិទ្យុទូរទស្សន៍មានគ្រប់គណៈបកគ្រប់អីនយោបាយមិនដឹងថាខ្មែរយើងសម្បូរសបាយចម្រុងចម្រើនប៉ុណ្ណាខ្មែរនៅក្រៅប្រទេសក៏ត្រេកអរនឹងចូលទៅវិនិយោគអីលែងមានខ្មែរចង់រត់ចោលស្រុកវិចយកលុយមកជួយបំពុកសេដ្ឋកិច្ចគេឯងគឺយើងកម្មករពលករនៅថៃ2លានអ្នកនឹងវិលមករកស្រុកខ្មែរវិញលែងធ្វើចំណាក់ស្រុកអីទៅថៃអីឲ្យគេមើងងាយតើទាំងអស់នេះយើងអត់ដឹងអីចឹងតែយើងមិនធ្វើឥឡូវមកដាស់ស្មារតីឲ្យឈឺចាប់នឹងគោរួចតែអត់ឈឺចាប់អ្នកអត់ធ្វើរបងឲ្យគោរួចឥឡូវទៅឈឺចាប់នឹងក៏ឈឺចោះប៉ុន្តែឈឺចាប់នាំគ្នាដាស់ឲ្យមេដឹកនាំប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិផងបំភ្លេចទៅអាហោសកម្មទៅស្អីហ្នឹងបំភ្លេចចោលមករយៈទៅជូតទឹកភ្នែកបន្តដំណើរទុកវាមកកដប់សិនប៉ុន្តែត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រមទាំងអន្តរជាតិសិនហើយសង្កត់ទៀតអាហ្នឹងបានយើងគិតថាយើងធ្វើត្រូវប៉ុន្តែបើនៅតែដាស់នៅតែនាំគ្នាបរៀនឬក៏កែនគ្នាឲ្យទៅយំទួញសោកដើម្បីគ្រាន់តែជាការសម្ដែងហ្នឹងខ្ញុំជឿថាជាតិសាសន៍នេះនឹងរងការធ្វើនយោបាយប្រជាពិធបោកពង្រៀងព្រឹត្តិការណ៍នឹងរាប់ភ្លេចទៀតហើយជាតិខ្មែររកដំណោះស្រាយដោះស្រាយរឿងជាតិអត់ត្រូវទេត្រូវតែការពារអំណាចក្រុមគ្រួសារតកូលហ្នឹងគឺចេះតែធ្វើអញ្ចឹងរហូតទៅប្រឡប់ថាអូយើងសាមគ្គីគ្នាសាមគ្គីមកពីណាខ្មែរលើសតែ2នាក់ឡើងទៅគឺឆ្លោះគ្នាដែរនៅណាក៏ចឹងដែរឲ្យតែលើសពី2នាក់ទៅគឺឆ្លោះគ្នាដោយសារតែគំនិតនយោបាយស្មោកគ្រោកនៅស្រុកខ្មែរនឹងដែលយើងបែកបាក់គ្នាហ្នឹងគឺមនុស្សជួនកាលគេស្រឡាញ់ជាតិដល់ពេលយើងលឺយើងការពារគណៈបកប្រជាជនកម្ពុជាឆ្លោះគ្នាតោង
ដោយសារតែគេទទួលយកមិនបានមើលថាបំផ្លាញប៉ុណ្ណឹងហើយយើងទៅកាន់ជើងអ្នកប្រព្រឹត្តអត់ព្រមកាន់ជើងជនរងគ្រោះឆ្លោះគ្នាតោងខ្មែរយើងឆ្លោះគ្នារឿងអញ្ចឹងតាហើយទៅដល់ពេលជាតិសាសន៍បែកបាក់ប្រជាពលរដ្ឋខ្មែរដែលមានលុយមានទ្រព្យនៅខាងក្រៅអត់ហ៊ានទៅស្រុកខ្មែរអត់ហ៊ាននាំកូននាំចៅអីទៅលេងស្រុកខ្មែរទេអូយខ្លាចណាស់ខ្លាចឆោឆក់ចោលប្លន់គ្រឿងញៀនអំពើពាលាបាត់ផ្សារអាវ៉ាសែខ្លាចគេចាប់ដាក់គុកអីដោយអត់មានរឿងព្រោះយើងគ្រប់គ្រងគណៈបកប្រឆាំងអីទិញទួចនៅស្រុកក្រៅតែហ៊ានទៅស្រុកខ្មែរខ្លាចក្នុងបញ្ជីខ្មៅគេឃើញបងប្អូនឃើញខាតទេបើយើងឲ្យត្រូវគ្នាទាំងអស់កុំងើបមួយវាយមួយកុំចាប់ប្រជាពលរដ្ឋខ្មែរទៅលេងស្រុកខ្មែរយកលុយមួយឆ្នាំរាប់ពាន់លានដុល្លារតែយើងអត់ធ្វើយើងគិតតែនាំគ្នាអង្គុយបក់ផ្សែងអត់រួចភ្លើងបាទឥឡូវខ្ញុំបញ្ចប់ព័ត៌មាននេះខ្ញុំឈឺចាប់ឃើញថៃគេពង្រឹងពាណិជ្ជកម្មគេជាមួយវៀតណាមឡើងដល់25,000 លានយើងកំពុងតែលានភ្នែកគេលានដុល្លារតើពេលណាដែលខ្មែរយើងភ្ញាក់រលឹកណាពិធីដាស់ស្មារតីនេះម្ដងទៀតបងប្អូនដាស់ស្មារតីមេដឹកនាំកុំដាស់ស្មារតីប្រជាពលរដ្ឋអីលោកមានស្មារតីរឹងមាំណាស់តែបាក់ស្បាតនឹងអស់លោកធ្វើឲ្យគ្នាបាក់ស្បាតទេចឹងដាស់យើងឲ្យដូរចិត្តគំនិតរបៀបដឹកនាំរដ្ឋនឹងឲ្យវាប្រសើរជាងនឹងម្ដងទៀតបងប្អូនណាខ្ញុំនិយាយមួយលានដងទៀតក៏ខ្ញុំអត់មានទៅរួយមាត់ដែរអត់មានខ្វល់រឿងគណៈបកណាកាន់អំណាចទេណាអស់លោកតកូលហ៊ុនតកូលអីហ្នឹងកាន់ទៀតចោះអត់មានខ្វល់ទេតកូលហ៊ុនតកូលសុកតកូលទាតកូលកុងតកូលរុងតកូលកឹមតកូលសំតកូលទាតកូលសតកូលមៀកតកូលសឿនតកូលថាច់តកូលអីហ្នឹងកាន់ចុះតកូលមូតកូលអីហ្នឹងកាន់ទាំងអស់ទៅអត់អីទេកាន់ប្រទេសនេះចោះក៏ប៉ុន្តែអស់លោកត្រូវធ្វើឲ្យខ្មែរមានសាមគ្គីមែនតែនមានប្រជាធិបតេយ្យមែនតែនមានសេរីភាពមែនតែនហើយគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលគេចំណាយលុយអស់រាប់ពាន់លានដុល្លារដើម្បីឲ្យមានកុំបំផ្លាញវាអស់លោកធ្វើទៅខ្ញុំនឹងសាតត្រេកអរព្រោះអីខ្មែរយើងរួបរวมសាមគ្គីខ្ញុំចង់បានអីខ្ញុំរស់នៅស្រុកអាមេរិកខ្ញុំសោយសុខខ្ញុំរស់មួយកែរបស់ខ្ញុំយ៉ាងសបាយតែខ្ញុំមិនអាចនឹងលេបចូលទេបងប្អូននៅពេលដែលឃើញជាតិយើងវេទនាខ្ញុំលេបអត់ចូលទេចំពោះខ្ញុំឯងម៉ោងនេះខ្ញុំអត់មកត្រូវធ្វើ show អីទេបងប្អូនប្រាក់ខែខ្ញុំ7-8,000 ដុល្លារមួយខែពីសាលាក្រុងឡុងបិចខ្ញុំចាយមករស់ដល់អត់មានហើយបងខ្ញុំអត់ល្ងុយម៉ោង4អីត្រូវងើបមួយថ្ងៃគេងបាន4ម៉ោងសុខភាពរបស់ខ្លួនពេលខ្លះដាបដោយសារតែរឿងគិតរឿងជាតិដោយសារខ្ញុំឈឺចាប់នឹងជាតិយើងអត់មានតែចង់ខ្លាយជានាយករដ្ឋមន្ត្រីឯកឧត្តមមុខងារណាទេបានទេអត់មានទេហើយមិនត្រឹមតែប៉ុណ្្នឹងរងការជេរបដិសេធពីអាមេអគ្គរដ្ឋកោស្រីរបស់គ្នាប្រជាជនរងហើយប៉ុន្តែចាំមកអស់លោកជេរស្ដីអំពើដោយស្នេហាជាតិស្រឡាញ់ជាតិរបស់ខ្ញុំចាំកែហើយអស់លោកចង់ក្រែងអំណាចដើម្បីឲ្យក្រុមគ្រួសារតកូលហ៊ុននៅកាន់អំណាចយូរសូម្បីតែជាតិនេះខូចផ្សារអស់លោកនឹងចុះនរកដោយសារតែនឹងត្រូវបណ្ដាសាឲ្យព្រោះអីយើងកំពុងតែជំទាស់នឹងអំពើល្អអំពើបុណ្យដែលចង់ជួយជាតិតែអស់លោកដែលចង់បំផ្លាញជាតិបែរជាមកជេរអ្នកដែលខំប្រឹងជួយជាតិអស់លោកប្រយ័ត្នត្រូវបណ្ដាសាណាយើងត្រូវបណ្ដាសាគេច្រើនណាស់ដោយសារអំពើយើងដឹងហើយតាអញ្ចឹងត្រូវដូរអារបៀបដដែលហ្នឹងកុំឲ្យត្រូវបណ្ដាសាទៀតខ្ញុំនិយាយយកតែបុណ្យនេះហើយខ្ញុំនិយាយនេះអត់មានលៀបសការៈដើម្បីបុគ្គលមួងណារ៉េតអីសោះដូចខ្ញុំនិយាយចឹងខ្ញុំអត់មានត្រូវការអីទាំងអស់ខ្ញុំរស់នៅយ៉ាងសុខសាន្តនៅលើទឹកដីសហរដ្ឋអាមេរិកប៉ុន្តែឈាមខ្ញុំខ្មែរខ្ញុំនៅតែស្រឡាញ់ជាតិខ្មែរខ្ញុំគ្មានពេលណាដល់រាបណាដង្ហើមខ្ញុំនៅដកគឺខ្ញុំនឹងនៅតែស្រឡាញ់ខ្មែរគ្មានលក្ខខណ្ឌដល់ទីបញ្ចប់ហើយមិនចំពោះថាបានលៀបសការៈអីទេគឺលៀបសការៈហ្នឹងគឺជារឿងបន្ទាប់បន្សំមិនមានអីនៅក្នុងដួងចិត្តមនសិការខ្ញុំទេអញ្ចឹងបើអស់លោកជេរមុងណារ៉េតគឺអស់លោកកំពុងតែជេរស្ដីអំពើប៉ុនដែលខ្ញុំខំធ្វើហើយប៉ុន្តែលោកខំកាងអាឆ្អឹងដែលគេបោះឲ្យហ្នឹងដើម្បីធ្វើឲ្យជាតិខ្មែររលាយខ្សលអញ្ចឹងអស់លោកត្រូវគិតណាអាស្មារតីដែលត្រូវដាស់ហ្នឹងគឺដាស់អស់លោកដែលជាមនុស្សបាត់ផ្សារពៀលាអាវ៉ាសែដែលជេរបតិចផ្ដាសាគ្នាតាមបណ្ដាញសង្គមអសិលធម៌អគុណធម៌គួរដាស់ស្មារតីក្រុមអស់លោកទាំងអស់នោះកុំដាស់ស្មារតីប្រជាពលរដ្ឋទូទៅអីព្រោះអស់លោកបំផ្លាញខ្ទេចខ្ទីគ្នាបាក់ស្បាតគ្នាចាំតែឱកាសដើម្បីកសាងជាតិនេះរួមគ្នាតាអញ្ចឹងត្រូវបដូរអានឹងឡើងវិញហើយយើងខ្មាស់គេណាជាតិសាសយើងមិនដល់ថ្នាក់អន់ដល់ថ្នាក់ហ្នឹងទេខ្មាស់ជិយើងចេះខ្មាស់គេអញ្ចឹងផងបាទឥឡូវព័ត៌មានបញ្ចប់គឺតាក់ទងនឹងនៅស្រុកអាមេរិកនេះវិញគឺអាមេរិកនិងអ៊ីរ៉ង់គឺព្រមព្រៀងឈប់បាញ់គ្នាថែម60ថ្ងៃទៀតសេចក្តីព្រមព្រៀងដែលគេរៀបចំរួមគ្នានេះគឺជាសេចក្តីព្រៀងទេអត់ទាន់បានលោកត្រាំសញ្ញេនៅឡើយទេប៉ុន្តែក្នុងសេចក្តីព្រៀងនេះមានអនុសារណៈនៃការយោគយល់គ្នាមួយគឺបន្តអាប័ណ្ណឈប់បាញ់នេះឲ្យបាន60ថ្ងៃទៀតចឹងអត់មានបាញ់គ្នាទេ60ថ្ងៃទៀតនេះនៅចូលមិនដឹងថ្ងៃណាទេគេកំពុងថាគៀកមែនតើហើយព្រោះលោកអនុប្រធានរដ្ឋបតីសហរដ្ឋអាមេរិកលោក VJ Vance អីហ្នឹងគឺបាននិយាយថាគៀកមែនតើក៏ប៉ុន្តែអត់ទាន់ដឹងថាពេលណាទេ
ហើយនឹងពេលមានអនុសារណៈនៃការយោគយល់គ្នាសម្រាប់ឈប់បាញ់ពជា60ថ្ងៃទៀតនេះគឺមានទាំងការបកបាត់ច្រកហូម៉ូសដែលអត់មានលក្ខខណ្ឌហើយនឹងចរចាបន្តតទៅរឿងអាវុធបរមាណុខ្ញុំថានេះគឺជាព័ត៌មានវិជ្ជមានគួរឲ្យសាទរប៉ុន្តែរឿងនៅអ៊ីរ៉ង់ហ្នឹងគឺក៏លេចដាច់ដែរមួយទៀតគឺតកតងនឹងព័ត៌មានសម្ងាត់របស់អង់គ្លេសរកឃើញថាទាហានរបស់រុស្ស៊ីស្លាប់នៅអ៊ុយក្រែនកើនដល់ទៅ500,000 នាក់ហើយគឺកន្លះលាននាក់ហើយជិតកន្លះលាននាក់ហើយនេះគឺជាព័ត៌មានគួរឲ្យឈឺចាប់សម្រាប់រុស្ស៊ីប៉ុន្តែសមហើយសមទទួលអំពើបាបកម្មរបស់ខ្លួនដែលឈ្លានពានទឹកដីគេហើយស្លាប់ចោលខ្មោចនៅលើទឹកដីគេយ៉ាងអាណ້ອຍអាធម្មហើយរឿងនេះគឺជារឿងអាម៉ាស់របស់លោកពូទីនដែរដែលចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីគេយកមនុស្សយកទៅហ៊ានខ្លួនឯងកន្លះលានអ្នកគិតមើលយុវជនអាយុ30-35 ឆ្នាំយកទៅស្លាប់រង្គាលឥឡូវអ្នកដែលក្រុមស៊ើបការសម្ងាត់របស់អង់គ្លេសហ្នឹងគេរកឃើញថាមានទាហានរុស្ស៊ីជិតដល់ទៅ500,000នាក់ឯនោះដែលស្លាប់ពិតប្រាកដដែលជាតួលេខច្បាស់ចុងក្រោយឯរុស្ស៊ីអ៊ុយក្រែនមែនតើទៅមានប្រមាណជាតែ50,000នាក់ជាងទេដូច្នេះអ៊ុយក្រែនស្លាប់តែ10%នៃចំនួនទាហានរុស្ស៊ីដែលស្លាប់ទេណាចឹងបានន័យថាទាហានរុស្ស៊ីស្លាប់10ទាហានអ៊ុយក្រែនស្លាប់តែ1ទេប៉ុន្តែនៅតែច្រើនហើយសម្រាប់អ៊ុយក្រែនគ្នាអត់ត្រូវស្លាប់សូម្បីតែម្នាក់ដែលមានជនឈ្លានពានដូច្នេះប៉ុន្តែរុស្ស៊ីគឺសមនឹងការទទួលអំពើបាបនេះប៉ុន្តែខ្ញុំអាសូរទាហានមែនតើគេយកទៅឲ្យស្លាប់យ៉ាងរង្គាលដោយសារតែសង្គ្រាមនៅអ៊ុយក្រែនហើយអ៊ុយក្រែនគេប្រើដ្រូនតែអត់មានការបត់ជប់បាញ់ទេណាអ៊ុយក្រែនអត់មានបត់ជប់បាញ់ជាមួយរុស្ស៊ីទេគឺបើរុស្ស៊ីអត់ដកគឺអត់មានចុះហត្ថលេខាអ្នកណានៅនឹងអត់ទេរុស្ស៊ីគេខ្លាំងដោយសារគេបានអឺរ៉ុបជួយគ្រាប់ជួយកភ្លើងអាមេរិកជួយកភ្លើងអកុសលខ្មែរយើងគឺអត់មានអ្នកណាជួយអីសោះចុងក្រោយគឺយើងចុះហត្ថលេខាអ្នកណានៅនឹងបាត់ដីខ្មែរអស់62កន្លែងបាទឥឡូវយើងចូលដល់ព័ត៌មានចុងក្រោយមួយទៀតគឺតកតងនឹងរឿងអូយព័ត៌មានច្រើនណាស់ខ្ញុំនៅសល់មួយទៀតភ្លេចស្អីគេចេះសំទោសដោយសារតែថ្ងៃនេះ print មកឯកសារដាក់មកច្បោកច្បល់គ្នាច្រើនពេកបាទខ្ញុំថាដូចជាព័ត៌មានហ្នឹងសមមាននៅសល់ព័ត៌មានមួយដែលខ្ញុំអាចនឹងភ្លេចប្រចាំព្រឹកស្អែកយប់ស្អែកចោះបងប្អូនដោយសារតែពេលវេលានេះគឺវាខូចណាស់ទៅហើយដែលខ្ញុំដល់ម៉ោងចូលធ្វើការអញ្ចឹងខ្ញុំសូមអរគុណបងប្អូនយ៉ាងជ្រាលជ្រៅដែលបានតាមដានស្ដាប់ការផ្សាយរបស់ខ្ញុំពីដើមដល់ចប់យប់នេះគឺយើងនឹងជួបគ្នាបន្តទៀតអាចនឹងទៅថ្ងៃត្រង់មានការសម្ភាសអីជាបន្តព្រោះខ្ញុំមានកម្មវិធីពិសេសសម្រាប់ព្រឹកនៅឯប្រទេសកម្ពុជាជាហូរហែដែរដោយសារតែខ្ញុំមានភ្ញៀវត្រូវសម្ភាសបន្ថែមតាក់ទងនឹងព្រឹត្តិការណ៍ថ្មីតែមិនផ្សាយផ្ទាល់ទេភាគច្រើននឹងផ្សាយរបៀបបង្ហោះសារហ្នឹងសូមមើលតាម YouTube ខ្ញុំហើយខ្ញុំសូមខន្តីអភ័យទោសបងប្អូនទាំងអស់ដែលត្អូញត្អែថាហេតុអីមិនផ្សាយតាម Facebook ទៅព្រោះគាត់អត់មានលុយទៅមើលតាម YouTube អីទេខ្ញុំសូមអធិស្ឋានដោយសារតែ Facebook ហ្នឹងដូចខ្ញុំនិយាយចឹងវីដេអូខ្ញុំគេលុបចោលរៀងរាល់30ថ្ងៃបងប្អូនដែលខ្វះបច្ច័យថវិកាហ្នឹងគឺមានកម្មវិធីមួយឈ្មោះថាខ្មែររ៉ាឌីយ៉ូគឺខ្មែរហើយរ៉ាឌីយ៉ូ RAD សំទោស RADIO ខ្មែររ៉ាឌីយ៉ូហ្នឹងជាកម្មវិធីដែលយើង download ពី App Store ឬក៏ Play Store ទៅហើយដាក់ក្នុងទូរស័ព្ទទៅបើកទៅឃើញឈ្មោះខ្ញុំមានរូបថតខ្ញុំនៅហ្នឹងដែលក្រុមហ្នឹងគាត់យកព័ត៌មានខ្ញុំយកទៅដាក់ឲ្យស្ដាប់អត់អស់លុយអត់អស់កាក់អត់ពិបាកអីអស់អីច្រើនទេបងប្អូនសាកធ្វើដូច្នេះទៅមើលខ្ញុំលើកទឹកចិត្តអញ្ចឹងហើយខ្ញុំសូមអធិស្ឋានខ្ញុំចង់ឲ្យបងប្អូនបានស្ដាប់ហើយខ្មែររ៉ាឌីយ៉ូនេះអត់មានតាក់ទងអីជាមួយនឹងមួងណារ៉េតបានកម្រៃបានអីរស់ស៊ីជាមួយគ្នាអត់ទេខ្ញុំផ្ដល់សិទ្ធឲ្យគាត់យកព័ត៌មានខ្ញុំទៅផ្សព្វផ្សាយលើបណ្ដាញកម្មវិធីគាត់ដោយឥតគិតថ្លៃទេដើម្បីជាធម្មទានបាទខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា